បងប្អូនស្មាស្ទៀតសំគេថាមេចំណីនេះសំចេញពីខ្លះអញ្ចឹងមកមើលនេះកាកសំណៃសៀងចាំមានថានៅក្នុងហ្នឹងមានកាកសំណៃសៀងមានប្រេងធម្មជាតិមានប្រូតេអ៊ីនធម្មជាតិម្សៅត្រីម្សៅឆ្អិនសាច់ដូចជាអាស៊ីតអាមីនបាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះវិលជួបជាមួយនឹងខ្ញុំម្ដងទៀតហើយតាក់ទងទៅនឹងការចិញ្ចឹមជ្រូកគ្មានក្លិននៅលើអង្កាមថ្ងៃនេះគឺខ្ញុំសូមធ្វើការមកចែករំលែកតាក់ទងទៅនឹងការចិញ្ចឹមជ្រូកដើម្បីឲ្យជ្រូកឆាប់ធំហើយទទួលបាននៅប្រាក់ចំណេញខ្ពស់បាទអញ្ចឹងចង់ដឹងថានៅក្នុងវីដេអូនេះគឺខ្ញុំចែករំលែកចំណេះដឹងអ្វីខ្លះទៅដល់ពុកម៉ែបងប្អូនជាអ្នកចិញ្ចឹមជ្រូកពិសេសនោះគឺសម្រាប់អ្នកដែលចិញ្ចឹមជ្រូកដៃថ្មីបាទក៏ដូចជាទើបចាប់ផ្ដើមឬក៏មានបំណងក្នុងការចាប់ផ្ដើមចឹងបងប្អូនអាចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បានបងប្អូននឹងទទួលបានចំណេះដឹងពីខ្ញុំក៏ដូចជាការចែករំលែកពីខ្ញុំបាទនៅក្នុងវីដេអូនេះអូខេចឹងកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទបងប្អូនដូចខ្ញុំបានបញ្ជាក់តាំងពីក្បាលវីដេអូអញ្ចឹងបាទការចិញ្ចឹមជ្រូកសាច់ដើម្បីឲ្យទទួលបាននៅទិន្នផលខ្ពស់បងប្អូនទី1អ្វីដែលសំខាន់គឺការជ្រើសរើសពូជបាទគឺជារឿងដែលសំខាន់បំផុតព្រោះការជ្រើសរើសពូជនេះបើសិនជាបងប្អូនជ្រើសរើសបាទពូជមិនបានត្រឹមត្រូវទេនោះនឹងធ្វើឲ្យបងប្អូនខាតបង់ពិសេសនោះគឺជ្រូករបស់យើងទោះបីយើងផ្ដល់ចំណីបានគ្រប់គ្រាន់យ៉ាងណាក៏ដោយប្រូតេអ៊ីនខ្ពស់ឬក៏ចំណីដែលមានគុណភាពល្អក៏ជ្រូកនោះមិនមានការលូតលាស់ដែរដោយសារតែកត្តាការជ្រើសរើសពូជនេះបាទមូលហេតុពីព្រោះមេជ្រូកខ្លះគឺគាត់មានលក្ខណៈសភាពក្រិនអញ្ចឹងទៅអញ្ចឹងនៅពេលដែលកូនវាផ្ដល់មកហើយយើងទៅទិញពីកន្លែងគេលក់នោះជ្រូកនោះក៏មិនសូវជាមានការលូតលាស់អីល្អប្រហែលដែរបាទអាហ្នឹងតាមអ្វីដែលខ្ញុំធ្លាប់ជួបប្រទះក៏ដូចជាខ្ញុំទទួលបានក៏ដូចជាការប្រមូលព័ត៌មានពីបងប្អូនប្រជាកសិករមួយចំនួនធំដែលចិញ្ចឹមនៅក្នុងភូមិឃុំរបស់ខ្ញុំនេះបាទទី2នោះគឺការថែទាំក៏ដូចជាការផ្ដល់ចំណីបងប្អូនណាបាទការថែទាំគឺជារឿងសំខាន់បាទបើសិនជាយើងបានមេជ្រូកក៏ដូចជាមេពូជល្អហើយប៉ុន្តែការថែទាំរបស់យើងវាអត់បានល្អមានន័យថាការផ្ដល់ចំណីមិនបានគ្រប់គ្រាន់បាទគ្មានវិធានការការពារជំងឺជ្រូកកាលណាឈឺពេកក៏ជាមូលហេតុដែលធ្វើឲ្យជ្រូកនោះមិនមានការលូតលាស់ដែរតួយ៉ាងដូចជាជ្រូករាកបាទដូចជាជ្រូករាកយ៉ាងនេះគឺធ្វើឲ្យជ្រូកនោះមានការស្រកសាច់ស្គមស្គាំងជាខ្លាំងតម្រាំតែយើងបើវាឡើងមកវិញនោះគឺជ្រូកនោះគឺមានលក្ខណៈបាទស្រកសាច់ខ្លាំងបាត់ទៅហើយដូចជាខ្ញុំក៏ធ្លាប់ជួបប្រទះផ្ទាល់ដែរបាទជ្រូកនៅពេលដែលរាកក្នុងចំណោមឧទាហរណ៍ថា4ក្បាលមាន1ក្បាលដែលជ្រូកនោះរាកអញ្ចឹងជ្រូកមួយដែលរាកដែលអន់ចំណី1ថ្ងៃ2ថ្ងៃនោះទម្រាំយើងព្យាបាលវាបានមានថាជ្រូកនោះគឺមានការលូតលាស់ហ្នឹងគឺយឺតជាងជ្រូកដែលគេមានសុខភាពល្អបាទអញ្ចឹងពិតជារឿងសំខាន់ណាស់ក្នុងការថែទាំមួយទៀតមូលហេតុដែលរាកគឺកត្តាចំណីបាទចំណីដូចបងប្អូនដឹងស្រាប់ហើយនៅលើទីផ្សារមានក្រុមហ៊ុនជាច្រើនបាទប៉ុន្តែមិនប្រកាសថាល្អទាំងអស់នោះទេវាមានក្រុមហ៊ុនខ្លះក៏ផ្ដល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ក្រុមហ៊ុនខ្លះទៀតនោះក៏គាត់លួចសារធាតុចិញ្ចឹមទាំងអស់នោះដើម្បីឲ្យគាត់លក់ទៅបានទិន្នផលនេះក៏ដូចជាប្រាក់ចំណេញនៃចំណីរបស់គាត់ច្រើនបាទដូចជាក្នុងការលាយចំណីក៏ដូចគ្នាដែរបងប្អូនណាបើសិនជាយើងលាយមិនបានត្រូវទៅតាមក្បួនខ្នាតរបស់គេណា
នោះទេមានន័យថាជ្រូករបស់យើងក៏ពេលដែលវានេះដាក់ចំណីឲ្យវាទៅគឺវាក៏មិនសូវជាមានការលូតលាស់បានល្អដែរមិនថាតែជ្រូកសាច់មិនថាតែជ្រូកចិញ្ចឹមមេផើមយកកូនទេបាទសុទ្ធតែជាមានបញ្ហាទាំងអស់បាទដូចជាថ្មីនេះបាទយើងដឹងហើយរដូវនេះគឺជារដូវដែលយើងធ្វើស្រែចម្ការប៉ុន្តែបងប្អូនសាកសម័យទេហេតុអីបានជាកតុនៅតាមវគ្គនីមួយមានន័យថានៅពេលដែលម្ចាស់អាជីវកម្មគាត់យកកតុមកលក់មានវគ្គខ្លះក៏ល្អវគ្គខ្លះកតុខ្លះគឺសុទ្ធតែចុងកាមតែម្ដងបងប្អូនបាទមានន័យថាគាត់កិនលាយអង្កាមជាមួយនឹងលាយចុងអង្គបន្តិចណាដើម្បីឲ្យយើងឃើញទៅមានកតុចុងអង្គច្រើនប៉ុន្តែជាក់ស្ដែងគឺអត់ទេបងប្អូនកាលណាកតុដែលមានន័យថាយកអង្កាមទៅវាយគឺនៅពេលដែលយើងទិញទូបីម៉ត់យ៉ាងណាក៏ដោយជ្រូករបស់យើងពេលដែលដាក់ចំណីឲ្យទៅគឺការលូតលាស់គឺមានការយឺតបាទយឺតមែនតើបងប្អូនណាបាទអញ្ចឹងបានជាយើងជាកសិករត្រូវយល់ដឹងអំពីចំណុចទាំងអស់នេះដែរបាទដូចជាពិសេសគឺចាប់ពីខែហ្នឹងទៅបងប្អូនរហូតដល់យើងប្រមូលផលស្រូវវិញទៅជ្រូករបស់យើងហ្នឹងទៅកតុហ្នឹងគឺមានលក្ខណៈល្អប្រសើរវិញយើងដឹងហើយកាលណាបើសិនជាយើងកិនស្រូវមានន័យថាកាមហើយនឹងចុងកគឺវាប្រហាក់ប្រហែលគ្នាអញ្ចឹងវាធ្វើឲ្យជ្រូករបស់យើងពេលដែលស៊ីទៅគឺធំធាត់លឿនប៉ុន្តែសម្រាប់កតុដែលដាក់កាមច្រើនមានថាក្រហមច្រើនណាជ្រូកនោះពេលដែលវាស៊ីទៅគឺមានន័យថាវាអត់ផ្ដល់ជាប្រូតេអ៊ីនអីល្អទេអញ្ចឹងហើយបានជាយើងត្រូវដឹងអំពីវិធីសាស្ត្រក្នុងការលាយចំណីក៏ដូចជាធាតុផ្សំដូចជាឥឡូវនេះតម្លៃពោតហើយនឹងតម្លៃខ្ទុមានកតុម៉ត់អាលេខ1ជាមួយនឹងកតុពោតបើសិនជាបងប្អូនអាចមានលទ្ធភាពបងប្អូនទិញកតុពោតយកមកលាយបន្ថែមមកដើម្បីកុំឲ្យបាត់នៅប្រូតេអ៊ីនរបស់ជ្រូករបស់យើងហើយពោតដើរតួយ៉ាងសំខាន់បាទក្នុងការចាំជ្រូកយកសាច់នេះមែនតើបងប្អូនណាបាទដូចជាខ្ញុំនេះធ្លាប់លាយហើយជាមួយខ្ទុពោតបាទមានជ្រូករបស់យើងគឺបាទចំណីដាក់ប្រមាណក៏អស់ដែរអត់ដែលសល់ពីស្នោកទេបាទនេះគឺជាអ្វីដែលបងប្អូនកសិករថ្មីមុននឹងចាប់ផ្ដើមចាំជ្រូកហ្នឹងគួរតែសិក្សាចំណុចនេះមួយដែរបាទមួយទៀតបន្ទាប់ពីការផ្ដល់ចំណីក៏ដូចជាការថែទាំហើយអ្វីដែលបងប្អូនត្រូវធ្វើជាចាំបាច់គឺការការពារបាទចឹងដើម្បីឲ្យជ្រូកយើងធំធាត់បានល្អលុះត្រាតែបងប្អូនចេះវិធីការពារដែរមិនមែនចេះតែផ្ដល់ចំណីចេះតែជ្រើសរើសពូជប៉ុន្តែអត់ចេះវិធីការពារព្យាបាលជំងឺក៏ដូចជាការទប់ស្កាត់កុំឲ្យជ្រូករបស់យើងមានជំងឺនេះក៏ធ្វើឲ្យយើងខាតបង់នៅប្រាក់ចំណេញដែរហើយការលាយចំណីដើម្បីឲ្យជ្រូកឆាប់ធំក៏ដូចជាការការពារគឺក្នុងវីដេអូមុនគឺខ្ញុំបានបញ្ជាក់ម្ដងរួចមកហើយបាទអញ្ចឹងនៅចុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកបងប្អូនក្នុងការលាយចំណីម្សៅទៀតដើម្បីឲ្យបងប្អូនទស្សនាបាទក៏ដូចជាយកចំណេះដឹងចែករំលែកដល់បងប្អូនថ្មីដែលចង់ចេះលាយចំណីដល់ខ្លួនឯងបាទលាយចំណេញជ្រូកឆាប់ធំឆាប់បានលក់បាទហើយបងប្អូនកុំជឿគេជ្រូកដែលចិញ្ចឹមត្រឹម2ខែកន្លះលក់អីនោះគឺអត់ល្អទេបងប្អូនណាបាទគឺអត់ល្អទេបាទគឺគ្មានអីល្អជាងជ្រូកដែលមានអាយុចាប់ពី3ខែកន្លះទៅ4ខែទេជ្រូកចន្លោះពីពេលហ្នឹងគឺជ្រូកដាក់សាច់ល្អណាស់បើថាជ្រូក2ខែកន្លះលក់អីនោះគឺជ្រូកនោះគឺពោពេញទៅដោយសារធាតុចិញ្ចឹមខ្ពស់អញ្ចឹងវាអាចធ្វើឲ្យការទទួលទានហូបរបស់មនុស្សយើងជួបនៅបញ្ហាសុខភាពដែរបាទហើយវីដេអូនេះគឺខ្ញុំនឹងប្រៀបធៀបនេះជ្រូកដែលខ្ញុំចិញ្ចឹមនៅលើអង្កាមនេះហើយចាំមើលជ្រូកដែលចិញ្ចឹមនៅលើសាបគឺមានលក្ខណៈខុសគ្នាបងប្អូនណាបាទបងប្អូននេះគឺជាជ្រូកដែលចិញ្ចឹមនៅលើសាបបាទសភាពរបស់វាគឺអត់សូវមានភាពរហ័សរហួនទេដូចជ្រូកសាច់
ពីនេះចឹងគឺរៀងជួយដៃស្ពឹកដៃជើងចឹងបងប្អូនបាទចឹងខ្ញុំនឹងនាំបងប្អូនទៅទស្សនារបៀបលាយចំណីដើម្បីឲ្យជ្រូកឆាប់ធំនិងឆាប់បានលក់ទាំងអស់គ្នាអូខេបងប្អូននេះគឺជាការលាយចំណីរបស់ខ្ញុំម្ដងទៀតក្នុងការចែករំលែកដើម្បីឲ្យបងប្អូននៅក្នុងបណ្ដាញសង្គម YouTube បានទស្សនាអញ្ចឹងកុំឲ្យខាតពេលយូរបាទមកមើលការលាយចំណីរបស់ខ្ញុំម្ដងទៀតទុក100គីឡូមេចំណី10គីឡូជាមួយនឹងម្សៅឌីមិច102គីឡូព្រមទាំងអំបិល3ខាំហ្នឹងហើយចង់ដឹងថាលាយយ៉ាងម៉េចទស្សនាទាំងអស់គ្នានេះបងប្អូនទូកលេខ1គឺល្អបែបហ្នឹងតែបើសិនជាបងប្អូនទិញកន្ទក់ដែលមានតម្លៃធូរជាងហ្នឹងហើយជាសម្បូរទៅដោយកាមច្រើនជាងហើយក្រៀបជាងហ្នឹងចំណែកទូកលេខ1គឺម៉ត់ល្អហើយសម្បូរទៅចុងល្អច្រើនបាទអញ្ចឹងក្នុងការទិញកន្ទក់បងប្អូនត្រូវប្រុងប្រយ័ត្នដែរបងប្អូនណាពេលបងបាទមកទៅវិញអញ្ចឹងសួរថាសមាជិកភាពក្នុងចំណីមានអីខ្លះនេះបងប្អូនសមាជិកភាពសំគេថាមេចំណីនេះសំចេញពីអីខ្លះអញ្ចឹងមកមើលនេះកាកសណ្ដែកសៀងអញ្ចឹងមានថានៅក្នុងហ្នឹងមានកាកសណ្ដែកសៀងមានប្រេងធម្មជាតិមានប្រូតេអ៊ីនរុក្ខជាតិម្សៅត្រីម្សៅឆ្អឹងសាច់ក៏ដូចជាអាស៊ីតអាមីនជាតិរ៉ែក៏ដូចជាវីតាមីនបាទអញ្ចឹងជាមូលហេតុដែលធ្វើឲ្យមេចំណីរបស់ក្រុមហ៊ុនមួយនេះគឺល្អបាទអញ្ចឹងបើសិនជាអាចណាសម្រាប់ខ្ញុំខាងមុខជួបរបស់ខ្ញុំអាចនឹងយកចំណីពីក្រុមហ៊ុននេះផ្ដាច់មុខហ្មងបាទដើម្បីប្រើចាំងត្រង់ហ្មងណាបាទអញ្ចឹងហើយជាអាចវគ្គក្រោយប្រហែលជាខ្ញុំអាចតាក់ទងជាមួយខាងចាស់ក្រុមហ៊ុនគាត់ដើម្បីផ្ដល់ជាចំណីប្រចាំនៅក្នុងទ្រុងរបស់ខ្ញុំមកព្រោះទ្រុងរបស់ខ្ញុំតិចទៀតនៅពេលដែលខ្ញុំកើតមកច្រើនមានថាជំងឺសាច់របស់ខ្ញុំក៏មានការកើតឡើងដែរហើយខ្ញុំចិនជំងឺសាច់យើងច្រើនដែរសល់មែនវាយើងលុបបាទអូខេមួយទៀតណែមួយទៀតនេះដែលมันអាចខ្វះបានព្រោះវាមានរបស់ល្អមួយនឹងហើយត្រូវមានរបស់ល្អមួយទៀតបាទឌីមិចបាទខ្សែឌីមិចនេះបងប្អូននេះបាទមានន័យថាជាប្រភេទវីតាមីនបាទហើយនេះវត្ថុធាតុដើមដែលផ្សំមានតែផ្សំណាយកមកលាយគឺបានកន្ទុក100គីឡូក្នុងមួយចប់ហ្នឹងណាមេចំណី10គីឡូអានេះ1គីឡូទុក100គីឡូលេខ1អំបិល3ខាំឬ4ខាំចឹងទៅហ្នឹងជាអាកំបាំងក្នុងទ្រុងរបស់ខ្ញុំបាទអញ្ចឹងបងប្អូនដែលជាអ្នកថ្មីបាទក៏ដូចជាបងប្អូនដែលចង់ចាប់ផ្ដើមសូមចាប់ផ្ដើមពីពេលនេះទៅខ្ញុំគ្រប់គ្រងបាទរាល់បញ្ហាក៏ដូចជាចម្ងល់របស់បងប្អូនខ្ញុំរីករាយនឹងឆ្លើយប្រាប់ជូនបងប្អូនបាទពីអ្វីដែលខ្ញុំចេះខ្ញុំនឹងចែករំលែកឲ្យបងប្អូនដែលគិតថ្លៃបាទមិនខឹងបងប្អូនក្នុងការខមមិនសួរដដែលទេខ្ញុំរីករាយនឹងឆ្លើយប្រាប់បងប្អូនបាទអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរមើលការលាយចំណីបញ្ចប់របស់ខ្ញុំក៏ដូចជាបញ្ចប់នៅវីដេអូរបស់ខ្ញុំផងដែរបាទហើយកុំភ្លេចជួយតាមដាននៅវីដេអូរបស់ខ្ញុំដើម្បីជាចំណេះដឹងច្រើនទៀតបាទអូខេតោះ